ការសោតវាពិតជាមានឥទ្ធិពលសម្រាប់មនុស្សយើងមែនដែរអត់សម្រាប់ខ្ញុំពិតជាអាចនិយាយប្រាប់ថាការសោតវាពិតជាមានឥទ្ធិពលឲ្យមនុស្សយើងស្រស់ស្រាយឲ្យមនុស្សយើងរីករាយខ្លាំងមែនទែនអញ្ចឹងណាប្រសិនតែខ្ញុំគឺជាមនុស្សម្នាក់ដែលចូលចិត្តស្មាយចាចូលចិត្តមែនទែនមិនថាមនុស្សធំមិនថាមនុស្សចាស់មិនថាមនុស្សណាទេឲ្យតែយើងមានភាពស្នាមញញឹមនៅលើមុខការសោតនៅលើមុខធ្វើឲ្យមុខយើងនឹងមានអារម្មណ៍ថាមានភាពទាក់ទាញមានភាពស្អាតមែនទែនជាទូទៅខ្ញុំតែងតែចូលចិត្តសើចចូលចិត្តអញ្ញឹមជាមួយក្មេងៗជាពិសេសព្រោះថាក្មេងៗការសើចរបស់គាត់គឺអត់មានទុកលំបាកទេសើចមកគឺមានភាពមានគួរថាគួរឲ្យតាក់ទាញអញ្ចឹងណាមនុស្សចាស់យើងមិនមែនថាមនុស្សចាស់អត់សើចទេប៉ុន្តែសម្រាប់ខ្ញុំរីករាយការសើចការញញឹមជាមួយក្មេងៗខ្លាំងមែនទែនឥឡូវនេះខ្ញុំសូមលើកថាឥទ្ធិពលនៃការសើចហ្នឹងវាជួយឲ្យផ្លូវចិត្តយើងនឹងបានល្អប្រសើរប៉ុណ្ណានេះខ្ញុំសូមលើកឧទាហរណ៍បែបបទពិសោធន៍ខ្ញុំផ្ទាល់នេះខ្ញុំគឺជាមនុស្សម្នាក់ដែលលក់បាយលក់ឆាបបរសនៅក្នុងផ្សារតូចមួយថ្ងៃមួយនោះគឺខ្ញុំរវល់ឆាលក់ឆារវល់ខ្លាំងមែនទែនអញ្ចឹងណាហើយនៅក្នុងផ្សារខ្ញុំហ្នឹងមាននិយាយថាអ្នកកំងបាយថាសុំកំងបាយមួយចានយើងក៏បានឆ្លៀតនិយាយថាយើងកំពុងតែឆាលក់ឲ្យគេចាលក់ឆាលក់ឲ្យគេឆ្លៀតលក់បាយដាក់បដាលទៅយើងឆាបដាលទៅយើងលក់ដាក់ចានឲ្យហើយស្រាប់តែយើងកំពុងតែឆាហ្នឹងណាយើងឆាយើងលក់ឲ្យគេមុខតូបអ្នកគេចូលចាំនៅតូបហ្នឹងយើងក៏លេចទៅមើលអ្នកដែលកំងបាយយើងហ្នឹងគាត់អត់មានធ្វើអីទេគឺគាត់អង្គុយអត់មានអ្នកទិញនៅតូបគាត់ទេគាត់អ្នកលក់ដែរគាត់អត់មានរវល់ធ្វើអីទេយើងក៏ហៅគាត់ថាឲ្យជួយមកយកបាយខ្លួនឯងមកព្រោះយើងកំពុងតែរវល់ឆាលោតឲ្យគេគាត់របៀបថាគាត់ធ្វើរបៀបមុខស្មើអត់មកយកអញ្ចឹងណាហើយក្នុងចិត្តខ្ញុំនឹងមានអារម្មណ៍ថាដូចហេតុអីគាត់ត្រូវធ្វើអញ្ចឹងហេតុអីគាត់មិនត្រូវងើបមកយកបាយទៅព្រោះគាត់ឃើញខ្ញុំកំពុងព្រោះយើងមើលឃើញគ្នាគាត់មើលឃើញខ្ញុំកំពុងតែឆាលោតដែរហេតុអីគាត់មិនងើបមកយកមកក្នុងចិត្តខ្ញុំក្តៅមែនទេខឹងថាខ្ញុំអត់យកបាយទៅឲ្យទេខ្ញុំយកបាយទៅឲ្យវិញថាអញ្ចឹងណាដល់ពេលខ្ញុំឆាលោតអីហើយមកសន្ទុះមកវាយើងរាំងស្កាត់ភ្ញៀវហើយអញ្ចឹងណាខ្ញុំក៏ដាច់ចិត្តថាយើងជាអ្នកលក់ត្រូវតែយកលើកចានបាយទៅឲ្យគេប៉ុន្តែលើកទៅឲ្យគេទាំងចិត្តមួម៉ៅទាំងចិត្តខឹងស្រាប់តែដល់លើកបាយទៅឲ្យគេដឹងមិនបងប្អូនដល់ពេលលើកបាយទៅឲ្យគេគ្រាន់តែគេអាញឹមដាក់យើងណាគ្រាន់តែគេអាញឹមដាក់យើងណាយើងនឹងអាការខឹងនឹងដូចវាខ្ទេចវាធ្លាយមកក្រៅអស់លីងវាអត់មាននិយាយថាអត់ចង់និយាយថាដូចភាពអាស្រ័យរបស់គេមកធ្វើឲ្យយើងបាត់ទុកកង្វល់បាត់អាភាពនៃការខឹងរបស់គេដំបូងចាអញ្ចឹងទៅខ្ញុំអាចហ៊ាននិយាយបានថាការសើចការញញឹមនេះវាពិតជាមានឥទ្ធិពលខ្លាំងមែនទែនប៉ុន្តែមិនមែនថាអាចធ្វើតែប៉ុណ្ណឹងធ្វើឲ្យចិត្តយើងរីករាយរហូតមែនទេបងប្អូនទាំងអស់គ្នាអានេះវាជាផ្នែកមួយជួយឲ្យភាពវាថាភាពប្រសើរនៃចិត្តយើងណាចាវាជួយជំរុញឲ្យផ្លូវចិត្តយើងបានប្រសើរផងដែរដោយឡែកសម្រាប់ខ្ញុំជួយបន្ថែមមួយទៀតចាគឺការស្ដាប់ធម៌អប់រំចិត្តចាស្ដាប់ធម៌ជារឿយហើយស្ដាប់ធម៌នេះផងដែរបងប្អូនទាំងអស់គ្នាចាគួរតែចេះជ្រើសរើសធម៌ណាដែលគឺជាធម៌ពិតធម៌មែនរបស់ព្រះសម្មាសម្ពុទ្ធមិនមែនធម៌ផ្លំមិនមែនធម៌លួងមិនមែនធម៌ស្រោចទឹកមិនមែនធម៌បន់ស្រន់សុំសេចក្តីសុខមិនមែនទេគឺជាឱវាទរបស់ព្រះសម្មាសម្ពុទ្ធដែលបង្រៀនយើងឲ្យចេះប្រើចេះប្រើសតិចេះប្រើការគិតចេះគិតពិចារណានេះខ្ញុំសូមលើកជាគាថាខ្លីមួយរបស់ព្រះសម្មាសម្ពុទ្ធចាអភិតរិទ្ធកល្យាណេបុគ្គលគួររស់រាន់ធ្វើអំពើល្អប្រពុតបរិញ្ញាមកប្រាប់ថាអញ្ចឹងហើយយើងគិតមើលពិចារណាមើលថាវាអញ្ចឹងមែនអត់អញ្ចឹងណាចាអញ្ចឹងជាការចែកម្លែកបន្ថែមភាពគេហៅថាការសោចស្នាមញញឹមហ្នឹងគឺជួយជំរុញឲ្យចិត្តយើងហ្នឹងវាបានធូរស្បើយផ្លូវចិត្តបានជាផ្នែកមួយល្អដែរប៉ុន្តែអ្វីដែលសំខាន់គឺយើងត្រូវតែផ្លូវចិត្តនឹងបានល្អផ្លូវចិត្តយើងបានល្អប្រសើរមានតែការស្ដាប់ធម៌អប់រំចិត្តតែប៉ុណ្ណោះឯងស្ដាប់ធម៌អប់រំចិត្តដែលល្អបងប្អូនត្រូវដូចនិយាយដើមទីអញ្ចឹងណាត្រូវចេះជ្រើសរើសស្ដាប់ធម៌ឲ្យបងប្អូនត្រូវតែសាបគប់មិត្តភ័ក្តិដែលល្អដែលឲ្យយើងរីកចម្រើនជាងមុនហើយមួយទៀតសិក្សាមេរៀនអភិធម្មសិក្សាមេរៀនអភិធម្មគឺឲ្យយើងស្គាល់ធម៌ពិតធម៌មែនស្គាល់តម្លៃធម៌មានពលឺភ្លឺល្អយ៉ាងណាបងប្អូនពេលបានសិក្សាហើយគឺនឹងដឹងគុណព្រះសម្មាសម្ពុទ្ធជាម្ខាងអញ្ចឹងត្រឡប់មកសាច់រឿងរបស់យើងវិញថាការសោតនឹងមានឥទ្ធិពល
ប៉ុណ្ណាចាសម្រាប់ខ្ញុំគឺការសោតហ្នឹងវាពិតជាមានឥទ្ធិពលខ្លាំងមែនសម្រាប់ខ្ញុំឯណាខ្ញុំគឺខ្ញុំចែកម្លែកបែបហ្នឹងដោយសារតែខ្ញុំធ្លាប់ឆ្លងកាត់ប្រាប់សាច់ខ្លួនឯងផ្ទាល់ចឹងទៅចាអញ្ចឹងគ្រាន់តែជាការចែកម្លែកដើម្បីឲ្យបងប្អូនអរគ្នាទទួលបាននៅគេហៅសន្តិភាពផ្លូវចិត្តធ្វើឲ្យចិត្តមានគេហៅថាចិត្តដែលល្អប្រសើរចិត្តដែលមានភាពរីករាយធ្វើឲ្យការរស់នៅនឹងកាន់តែគេហៅរីកចម្រើនអញ្ចឹងណាព្រោះយើងម្នាក់ត្រូវការចិត្តហ្នឹងគេហៅថាចិត្តដែលមានគេហៅថាចិត្តភីងចិត្តពណ៌ផ្កាឈូកតាមក្មេងៗគេនិយាយចាអញ្ចឹងសម្រាប់ខ្ញុំមានតែការចែកម្លែកប៉ុណ្្នឹងទេដើម្បីឲ្យខ្លួនឯងមានភាពស្រស់ស្រាយស្អាតស្អាតសូមព្យាយាមសើចឲ្យបានច្រើនស្ដាប់ធម៌អប់រំចិត្តឲ្យគឺថាស្ដាប់ធម៌អប់រំចិត្តហ្នឹងគឺយើងត្រូវតែស្ដាប់បែបធម៌ពិតធម៌មែនផងដែរអញ្ចឹងណាចាអញ្ចឹងមានតែប៉ុណ្្នឹងទេសិនជានេះខ្ញុំនិយាយទៅតខុសតណាសូមខន្តីអភ័យទោសចំពោះអ្នកខ្ញុំផងដែរចាអរគុណ